នេះវិធីបញ្ចូល IP នៅលើម៉ាស៊ីនស៊េរីថ្មីហ្នឹង5560ហ្នឹងចាំឲ្យចូល setting នេះមកបើសិនជាម៉ាស៊ីនមកឲ្យត្រូវ log in មកឲ្យត្រូវ log in ណាអញ្ចឹង log in password វា7 6 5 4 3 2 1ហើយ log in ចឹងមកបាទបន្ទាប់ពី log in ហើយបងយកពាក្យ device setting ហើយបន្តមកទៀតបងយកពាក្យ reference ហើយបងទៀតយក network បាទ network ហើយកន្លែងនេះយើងយកពាក្យ on នេះមក on អញ្ចឹងមកនេះកន្លែង confirm network ហើយបន្តមកទៀតយកអានេះហើយយកលើហើយយក address អញ្ចឹងមកឯងវាយបញ្ចូលមកកន្លែងហ្នឹងលុបវាមកដាក់192 168លេខ1មកម្លងទៅទំព័រមួយទៀតមកដាក់លេខ135ចឹងមកនេះហើយដល់ពេល subnet មកដាក់ចឹងមកលោកវាចោលមកដាក់255 255 255លេខ1ចឹងមកបាទ255 255លេខ1កន្លែងហ្នឹងណាទៀត subnet មកយកកតុយលេខ1លេខ0 subnet មកអូតូលេខ1លេខ0ហ៎លេខ1អានេះមិន gateway ណាអាហ្នឹង0តាបាទអញ្ចឹងដាក់លេខ0អញ្ចឹងឯង clear វិញដាក់លេខ0ឡើយហ្នឹងណា subnet មកដាក់លេខ0អញ្ចឹងមកហើយ gateway ដាក់មក192 clear វាអស់សិនមក192 168លេខ1ឡងទំព័រមួយទៀតមកដាក់លេខ1អញ្ចឹងមកនេះអាហ្នឹងសម្រាប់ IP យើងយកកំណត់លេខ135នៅក្នុង system computer